សូមជូនរឿងវិញ្ញាណព្រាយសន្ធិដ្ឋក្របីក្រោយពីរឿងរ៉ាវវិញ្ញាណក្រុមចៅស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែកន្លងផុតទៅរដូវរំហើយក៏បានឈានចូលមកដល់អ្នកភូមិជាច្រើនក៏នាំគ្នាបន្តប្រកបរបររករបស់ព្រៃនិងបរបាញ់សត្វបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃចំណែកព្រានទាំង3នាក់ពួកគេក៏ចាប់ផ្ដើមមានភាពក្លាហានចង់ចូលទៅក្នុងព្រៃម្ដងទៀតដើម្បីរកថ្នាំបុរាណនិងសត្វព្រៃមកជួញដូរជាមួយឈ្មួញសួស្ដីសម្លាញ់សុខសប្បាយដែរឬទេខានជួបគ្នាមួយរយៈហើយតាំងពីមានរឿងមកបាទសម្លាញ់ខ្យល់អីបក់ឲ្យឯងមកលេងផ្ទះគ្នាទាំងព្រឹកបែបនេះមានការអ្វីមែនទេគ្នានឹករលឹកឯងពេកក៏ឈានចូលមកលេងទៅម្យ៉ាងឮថាប្រពន្ធរបស់ឯងឈឺផងបាទអរគុណច្រើនណាស់សម្លាញ់តាមពិតគ្នាគិតថានឹងទៅផ្ទះឯងនិងផ្ទះបងច័ន្ទស្អែកនេះហើយព្រោះមួយរយៈនេះជីវភាពគ្រួសារគ្នាលំបាកណាស់ខ្ញុំចង់ចូលទៅក្នុងព្រៃរករបស់ព្រៃនិងសត្វមកលក់ខ្លះក្រែងបានដោះទាល់ខ្ញុំក៏នឹងចង់ចូលទៅក្នុងព្រៃដែរតែអារម្មណ៍ក៏នៅតែខ្លាចមិនដូចមុនសោះឲ្យតែនឹកឃើញរឿងកាលមុនចិត្តមិនស្ងប់នោះឡើយមិនអីទេសម្លាញ់មួយរយៈនេះអ្នកភូមិចូលព្រៃស្ទើរតែសពអស់ទៅហើយពុំមានឃើញមានរឿងអ្វីកើតឡើងនោះទេហើយពួកយើងក៏មិនធ្វើដំណើរទៅតំបន់នោះដែរពេលនោះព្រានច័ន្ទក៏បានធ្វើដំណើរមកដល់និងបានពោលកាត់ពាក្យសម្ដីព្រានទាំងពីរនាក់ឡើងថាពួកយើងនឹងចូលទៅក្នុងព្រៃតូចនៅខាងត្បូងភ្នំវិញព្រោះនៅទីនោះឆ្ងាយពីព្រៃបណ្ដាសារបស់ក្រុមចៅម្យ៉ាងព្រៃនោះតូចអ្នកភូមិពុំសូវមានអ្នកចង់ចូលឡើយល្អណាស់សម្លាញ់សត្វព្រៃនឹងរត់ពីព្រៃធំមកលាក់ខ្លួននៅក្នុងតំបន់នោះចំណែកផ្សិតឈើនិងថ្នាំបុរាណក៏មានដុះច្រើនដែរអញ្ចឹងពួកយើងធ្វើដំណើរទៅស្អែកនេះទៅខ្ញុំដូចជារំភើបចង់ចូលព្រៃដល់ហើយសំឡេងមាន់រងាវបានចាប់ផ្ដើមបន្លឺឡើងចំណែកព្រះអាទិត្យក៏ចាប់ផ្ដើមរះប្រាស់នឹងព្រៃព្រឹក្សាហាក់ដូចជាកំពុងសម្គាល់ថាជាការជូនដំណើរចុងក្រោយនៃជីវិតរបស់ព្រានទាំង3នាក់ព្រានព្រៃបានធ្វើដំណើរចូលទៅក្នុងតំបន់ព្រៃតូចនៅខាងត្បូងភ្នំតែនិស័យកម្មបានកំពុងប្រទាញឲ្យពួកគាត់វង្វេងធ្វើដំណើរទៅទិសខាងជើងវិញទៅពួកគាត់ទាំង3នាក់បានត្រៀមនៅស្បៀងអាហាររួចជាស្រេចព្រោះពួកគេមិនប្រកាសថាចូលទៅមួយថ្ងៃពីរថ្ងៃត្រឡប់មកវិញនោះឡើយបើពួកគេអាចរករបស់ដែលពួកគេត្រូវការបានឆាប់នោះពួកគេនឹងត្រឡប់មកវិញឆាប់ដែរប៉ុន្តែបើរកមិនទាន់បាននោះទេពួកគេប្រកាសជាស្នាក់នៅទីនោះដើម្បីរកវារហូតទាល់តែបានណាមួយចំពោះអ្នកដែលចូលទៅក្នុងព្រៃពួកគេតែងតែត្រៀមបែបនេះជានិច្ចដើម្បីការពារនៅពេលដែលពួកគេវង្វេងនៅក្នុងព្រៃជាដើមដោយតែបងប្អូនបានដឹងស្រាប់ហើយថាប្រសិនបើយើងវង្វេងនៅក្នុងព្រៃហើយគ្មានអាហារសម្រាប់ហូបចុកទៀតនោះវាពិតជាពិបាកខ្លាំងណាស់យើងនឹងគ្មានកម្លាំងដើម្បីដើរស្វែងរកផ្លូវត្រឡប់មកផ្ទះវិញបានឡើយសម្លាញ់យប់នេះយើងសម្រាកនៅក្បែរមាត់ស្ទឹងនេះហើយមើលទៅទេសភាពស្អាតណាស់បាទសម្លាញ់នៅទីនេះមានថ្នាក់ស្រាប់ផងស្រួលហើយអញ្ចឹងពួកឯងរៀបចំសម្ភារៈសិនទៅចំណែកខ្ញុំទៅរកបាញ់សត្វយកមកធ្វើម្ហូបក្រោយពេលនិយាយគ្នាចប់ព្រានច័ន្ទក៏ធ្វើដំណើរទៅរកបរបាញ់សត្វបាត់ទៅចំណែកព្រាន2នាក់ទៀតបាននាំគ្នាចុះទៅងូតទឹកហែលលេងដើម្បីសម្អាតកាយនិងបំបត្តិភាពនឿយណាយផងដែរចុំសត្វអ្វីខ្មៅអណ្ដែតមកដូចជាគល់ឈើក្រពើវើយឆាប់ឡើងមកលើគោកលឿនឡើងក្រោយពីពួកគេទាំងពីរនាក់ឡើងមកដល់ខាងមាត់ច្រាំងស្ទឹងហើយព្រានទាំងពីរនាក់បានបាញ់សម្លាប់សត្វក្រពើមួយក្បាលនោះភ្លាមតែសត្វក្រពើនោះហាក់ដូចជាបាញ់ពុំមុតនោះឡើយហើយវាក៏បានលិចចូលទៅក្នុងទឹកបាត់ទៅសត្វក្រពើនេះប្លែកណាស់បាញ់មិនមុតហើយមានពន្លឺចម្លែកទៀតខ្ញុំគិតថាព្រៃនេះដូចមិនមែនជាតំបន់ព្រៃតូចទេវាស្រដៀងទៅនឹងព្រៃអាគមដែលយើងបានវង្វេងចូលលើកមុនថ្លែងអំពីព្រានច័ន្ទក្រោយពីធ្វើដំណើរផុតបន្តិចទៅគេបានជួបប្រទះនៅហ្វូងសត្វព្រៃជាច្រើននៅមាត់ស្ទឹងខាងលើដែលកំពុងកកាយស៊ីច្រាបដីប្រៃយ៉ានៅតំបន់នេះសម្បូរសត្វព្រៃណាស់តើបានឆ្ងាញ់មាត់ហើយខ្ញុំ
សំឡេងកំភ្លើងមួយគ្រាប់បានបន្លឺឡើងហើយបានធ្វើឲ្យសត្វទូកព្រៃមួយក្បាលដេកងាប់ភ្លាមៗចំណែកសត្វព្រៃផ្សេងទៀតបាននាំគ្នាបោររត់យកតែប្រះអាយុរៀងៗខ្លួន នៅម៉ោង 9 យប់ពួកគាត់ទាំងអស់គ្នាមិនទាន់ចូលសម្រាកនោះទេគឺពួកគាត់កំពុងតែអង្គុយជជែកគ្នាលេងនិងមានដកមេបន្តិចបន្តួចដើម្បីកម្ដៅសាច់ដុំកុំឲ្យរងានៅពេលដែលពួកគេសម្រាកបន្ទាប់មកស្រាប់តែពួកគាត់បានឮវងសត្វដំរីមួយវងដើរសម្ដៅចូលមកហើយពួកវាក៏បាននាំគ្នាចុះទៅផឹកទឹកស្ទឹងពួកគាត់ទាំង3នាក់ក៏បានត្រឹមតែអង្គុយសំងំនៅស្ងៀមមិនហ៊ានកម្រើកនោះឡើយ បងប្អូនប្រកាសជាដឹងហើយថាសត្វដំរីនេះវាខុសប្លែកពីសត្វផ្សេងៗដោយសារតែវាមានមាឌធំនិងកម្លាំងខ្លាំងដូច្នេះហើយទោះបីជាយើងនៅខាងលើដើមឈើក៏ដោយក៏វាអាចបង្កគ្រោះថ្នាក់មកដល់យើងបានដូចគ្នាសត្វដំរីវាមានសមត្ថភាពអាចរុញទៅកាន់ដើមឈើដែលយើងកំពុងតែនៅនោះឲ្យរលំបានហើយក៏វាឆ្លៀសវៃផងដែរវងសត្វដំរីច្រើនណាស់ខ្ញុំមានអារម្មណ៍ដូចមិនសូវស្រួលសោះ មិនអីទេសម្លាញ់យើងនៅឲ្យតែស្ងៀមទៅវាមិនដឹងថាមានមនុស្សមកនៅទីនេះទេកុំខ្លាចយើងមានកំភ្លើងតើបាញ់តែមួយគ្រាប់វារត់អស់ហើយមិនបានទេសម្លាញ់សត្វនៅក្នុងព្រៃបែបនេះបើវាងាប់មួយវានឹងមក100ពិតណាស់មើលទៅមេវងវាមានពន្លឺក្បាលទៀតផងក្របធម្មតាប្រកាសជាបាញ់មិនមុតទេក្របកំភ្លើងខ្ញុំ មានបញ្ចុះអាគមរួចហើយឲ្យតែសភាពមិនស្រួលយើងបាញ់ព្រមគ្នាទៅសត្វដំរីនៅពេលដែលវាបានផឹកទឹករួចហើយវាក៏បាននាំគ្នាត្រឡប់ទៅវិញអស់ទៅរីឯព្រានទាំង3នាក់ក្រោយពេលដែលបានឃើញសត្វដំរីត្រឡប់ទៅវិញហើយគាត់ក៏រៀងធូរស្បើយក្នុងទ្រូងបន្តិចមួយស្របក់ក្រោយក៏បានឮវងសត្វដំរីដែលបានដើរចាកចេញទៅមុននោះវាក៏បាននាំគ្នាស្រែកបញ្ចេញសំឡេងមកយ៉ាងខ្លាំងហាក់ដូចជាវាផ្អើលទៅកាន់សត្វអ្វីម្យ៉ាងសត្វដំរីគឺវាជាសត្វដែលមានមាឌធំណាស់តើសត្វអ្វីទៅដែលអាចធ្វើឲ្យវាផ្អើលរត់ឆ្លេឆ្លាបែបនេះ សភាពមិនសូវស្រួលហើយសត្វទាំងនោះវារត់សម្ដៅមកកាន់ថ្នាក់យើងហើយត្រៀមកំភ្លើងទៅពួកយើងឈប់សិនកុំអាតន់បាញ់នេះប្រហែលមិនដូចពួកយើងគិតទេសត្វដំរីវាបានរត់ទៅផុតពួកយើងហើយនេះបញ្ជាក់ថាមានរឿងអ្វីផ្សេងកំពុងកើតឡើងហើយ នៅខណៈនោះពួកគាត់ក៏បានឃើញស្រមោលសត្វអ្វីម្យ៉ាងបានដើរចូលមកប្រកបដោយអានុភាពនៅក្រោមពន្លឺព្រះច័ន្ទដែលបានបញ្ចេញរស្មីយ៉ាងភ្លឺត្រចះត្រចង់ពួកគាត់ក៏មើលឃើញយ៉ាងច្បាស់ថាវាជាសត្វក្របីមួយក្បាលយ៉ាងធំហើយកាន់តែចម្លែកនោះពួកគាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនៅលើសត្វក្របីមានស្រមោលខ្មៅរបស់មនុស្សប្រុសម្នាក់អង្គុយលើខ្នងរបស់វាទៀតផងបុរសម្នាក់នោះមានសក់ក្រញាញ់ហើយវែងរហូតដល់ស្មាប្រៀបដូចជាមនុស្សស្រីតើនេះជាសត្វក្របីអ្វីទៅបានជាមានអាគមខ្លាំងបែបនេះសត្វក្របីមួយក្បាលនេះគ្រាន់តែមើលទៅយើងអាចដឹងថាវាមិនមែនជាសត្វក្របីធម្មតានោះឡើយវាជាសត្វក្របីដែលមានវិញ្ញាណអមនុស្សស្ថិតនៅក្នុងខ្លួនស្ងាត់សិនទៅសម្លាញ់ប្រយ័ត្នវាដឹងថាមានមនុស្សនៅទីនេះពួកយើងប្រកាសជាចប់ហើយពេលនោះព្រាយក្របី វាបានសម្លឹងមកខាងលើដើមឈើរបស់ព្រានទាំង3នាក់បន្ទាប់មកវាបានស្រែកបញ្ចេញសំឡេងយ៉ាងខ្លាំងហើយភ្នែករបស់វាចាប់ផ្ដើមឡើងក្រហមឆ្អៅតែម្ដងចំពោះស្រមោលខ្មៅដែលអង្គុយលើខ្នងសត្វក្របីក៏បានសម្លឹងមកមើលព្រានទាំង3នាក់និងបានអន្ទងហៅឲ្យព្រានទី1បើកភ្នែកឡើងខ្ញុំទុកអារម្មណ៍មិនជាប់ទេឆាប់បាញ់សម្លាប់ពួកវាទៅ ហេតុអ្វីបានជាឯងបើកភ្នែកឯងចង់ងាប់មែនទេបើចង់ងាប់ទៅងាប់តែម្នាក់ឯងទៅអញមិនបាននិយាយអ្វីទេអញឮឯងហៅអញទេតើត្រៀមកំភ្លើងឲ្យហើយទៅកុំរវល់តែប្រកែកគ្នានេះជាការបំភាន់របស់ព្រាយប៉ុណ្ណោះ សត្វក្របីព្រាយវាបានព្យាយាមបោកបុកដើមឈើដែលពួកគេទាំង3នាក់កំពុងតែនៅយ៉ាងខ្លាំងនិងបានធ្វើឲ្យដើមឈើមួយដើមនោះរង្គើស្ទើរតែធ្លាក់ចុះពួកគាត់មកខាងក្រោមប៉ុន្តែដោយសារតែអាគមចងព្រៃរបស់ព្រានច័ន្ទនិងដើមឈើវារៀងធំដែរជាហេតុធ្វើឲ្យសត្វក្របីវាមិនអាចធ្វើអ្វីទៅកាន់ពួកគាត់បានឡើយពួកយើងឆាប់បាញ់ទៅបាញ់ឲ្យចំព្រាយរបស់វានៅលើខ្នងក្របី បាញ់មិនមុតហើយក៏មិនចំអាព្រាយនឹងទេព្រាយនេះវាកិច្ចរហូតខ្ញុំអស់គ្រាប់ហើយធ្វើយ៉ាងម៉េចទៅ
ពួកគាត់ពេលដឹងថាក្របកំភ្លើងរបស់គាត់មិនអាចធ្វើអ្វីទៅកាន់វាបានក៏នាំគ្នាឈប់បាញ់និងញ័រខ្លួនគ្រប់គ្នាដោយពុំអាចរំលំដើមឈើដែលព្រានទាំង3ស្នាក់នៅបានសត្វក្របីព្រាយក៏បានដើរចាក់ចេញបាត់ទៅតោះពួកយើងឆាប់ចាក់ចេញពីទីនេះទៅខ្ញុំបារម្ភណាស់បើចង់ចាក់ចេញពីទីនេះតើយើងគួរធ្វើដំណើរទៅទីណានៅក្នុងព្រៃយប់បែបនេះងងឹតណាស់ខ្ញុំគិតថានេះអាចជាអន្ទាក់របស់ព្រាយសត្វបើយើងចុះវាប្រកាសជាត្រឡប់មកវិញហើយទោះបីជាយើងនៅទីនេះក៏អាចនឹងស្លាប់ដូចគ្នាដែរដើមឈើនេះមិនអាចជួយយើងបានយូរទេខ្ញុំត្រូវតែចុះទៅខាងក្រោមខ្ញុំក៏ចង់ត្រឡប់ទៅផ្ទះវិញដែរព្រាយក្របីវាមិនត្រឡប់មកវិញទេនៅពេលពួកគាត់ទាំង3នាក់ចុះមកដល់ខាងក្រោមថ្នាក់ភ្លាមពួកគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះគិតថាព្រាយក្របីវាលែងត្រឡប់មកចាត់ការពួកគាត់វិញហើយប៉ុន្តែវាមិនដូចអ្វីដែលពួកគេបានគិតនោះទេដងនេះពួកគាត់ស្រាប់តែឮសំឡេងសត្វដំរីបានដើរចូលមកសម្ដៅម្ដងទៀតនៅក្បែរខ្លួនរបស់សត្វដំរីពួកគាត់ក៏បានឃើញសត្វក្របីព្រាយមួយក្បាលនោះវាដើរអមមកជាមួយផងដែរសត្វក្របីវាមានអំណាចអាចធ្វើឲ្យសត្វដំរីខ្លាចទៅកាន់វាបាននិងជារឿងដែលមិនគួរឲ្យនឹកស្មានដល់ទាល់តែសោះនេះក៏ដោយសារតែវិញ្ញាណរបស់នៃហានដែលបានឃុំគ្រងទៅលើសត្វក្របីនេះឯងវិញ្ញាណរបស់គេមានអំណាចអាចបញ្ជាទៅកាន់សត្វព្រៃផ្សេងឲ្យធ្វើអ្វីទៅតាមដែលខ្លួនចង់បានខ្ញុំប្រយុទ្ធតស៊ូស្លាប់ជាមួយឯងហើយអាព្រាយសត្វចង្រៃរត់មិនដើរបាញ់សម្លាប់វាមិនដើរទៅពួកយើងទម្លាក់កំភ្លើងចោលទៅហើយនាំគ្នារត់បំបែកចូលព្រៃរៀងខ្លួនទៅពួកយើងទៅជួបគ្នានៅផ្ទះលោកមេភូមិរកគ្រូអាគមនៅបំបែកវាឲ្យបានសត្វដំរីវាបានស្ទុះបោចូលមកយ៉ាងលឿនមកជល់ទៅកាន់ព្រានទី1ជាច្រើនលើកជាច្រើនសារហើយធ្វើឲ្យគាត់ទៀបបោកទៅនឹងដើមឈើមួយដើមគាត់ក៏បានក្រំក្នុងយ៉ាងខ្លាំងហើយថែមទាំងក្អួតឈាមចេញមកក្រៅជាច្រើនភ្លាមនោះសត្វក្របីវាក៏បានចូលទៅបង្ហើយជីវិតរបស់គាត់ដោយបានប្រើស្នែងទាំងពីររបស់វាវាត់ចាក់ទម្លុះរាងកាយរបស់គាត់ជាច្រើនកន្លែងហើយគាត់ក៏បានស្លាប់បាត់បង់ជីវិតក្នុងពេលនោះទៅភ្លាមនោះសត្វព្រាយខ្លាមួយក្បាលដែលមានភ្នែកក្រហមច្រាលបានចេញពីក្នុងព្រៃនិងស្ទុះទៅប្រហារសម្លាប់ព្រានម្នាក់ទៀតឲ្យស្លាប់ភ្លាមទាំងអត់បានដឹងខ្លួនជាមុនខ្ញុំមិនរត់ទៅណាទៀតទេពួកព្រាយអាគមចង្រៃចូលមកសម្លាប់យើងពុំចង់មានជីវិតបន្តទៀតឡើយនៅរាត្រីយប់នោះព្រាយខ្លាសត្វក្របីព្រាយនិងដំរីមួយក្បាលនោះវាបាននាំគ្នាដើរចាក់ចេញទៅវិញដោយមិនបានវាយប្រហារទៅកាន់ព្រានច័ន្ទនោះទេមើលទៅវាហាក់ដូចជាចង់ទុកជីវិតឲ្យគាត់ដើម្បីជាការប្រមានហើយឲ្យគាត់យករឿងរ៉ាវដែលគាត់បានជួបប្រទះនេះទៅប្រាប់អ្នកភូមិផ្សេងទៀតឲ្យបានដឹងកុំឲ្យពួកគេធ្វើដំណើរចូលមកក្នុងតំបន់ដែលពួកគេគ្រប់គ្រងវិញ្ញាណរបស់នេហានដែលនៅក្នុងខ្លួនរបស់សត្វក្របីគឺគេនៅចាំការពារទ្រព្យសម្បត្តិរបស់គេអញ្ចឹងហើយប្រសិនបើមាននរណាម្នាក់ហ៊ានចូលមកក្នុងតំបន់របស់គេប្រកាសជាសម្លាប់ចោលជាក់ជាមិនខានពេលដែលគេស្លាប់នោះក៏ស្លាប់ដោយសារតែមាសប្រាក់ទ្រព្យសម្បត្តិហេតុនេះហើយទើបធ្វើឲ្យវិញ្ញាណរបស់គេត្រូវនៅវល់ជាប់ជំពាក់ជាមួយរបស់ទាំងអស់នោះខ្ញុំត្រូវតែធ្វើដំណើរចាក់ចេញពីទីនេះឲ្យបានលោកគ្រូភឿនសូមជួយឲ្យខ្ញុំចាក់ចេញផុតពីព្រៃបណ្ដាសានេះផងសម្លាញ់ច័ន្ទសូមចាំខ្ញុំផងខ្ញុំចង់ត្រឡប់ទៅភូមិវិញឆាប់ងាកក្រោយមកនៅទីនេះមានម្ហូបឆ្ងាញ់ច្រើនណាស់ពុកវាខ្ញុំនិងកូននៅទីនេះឆាប់ត្រឡប់មកយកកូនយើងទៅវិញផងព្រានច័ន្ទក្រោយបានដឹងថាមិត្តរបស់គាត់បានស្លាប់បាត់បង់ជីវិតអស់ទៅហើយចំណែកប្រពន្ធរបស់គាត់ក៏មិនអាចមកដល់ទីនេះដែរដូចនេះអ្វីដែលគាត់បានឮនោះគ្រាន់តែជាវិញ្ញាណរបស់ពួកព្រាយបន្លំប៉ុណ្ណោះវិញ្ញាណទាំងអស់នោះនៅតែព្យាយាមដើរតាមពីក្រោយព្រានច័ន្ទនិងពេលខ្លះបានយកដៃចង់ប៉ះព្រានច័ន្ទប៉ុន្តែនៅពេលដែលវិញ្ញាណទាំងនោះទៅជិតហាក់ដូចជាប៉ះជាមួយរងើកភ្លើងធ្វើឲ្យពួកគេរលាកនិងខ្ទាតចេញទៅវិញ
វិញយ៉ាងលឿនព្រានច័ន្ទគាត់ក៏មានការងឹងឆ្ងល់ជាខ្លាំងប៉ុន្តែគាត់ក៏បាននឹកឃើញដល់ខ្សែកកថាមួយខ្សែដែលគាត់បានពាក់ជាប់នៅនឹងកខ្សែកមួយខ្សែនោះគឺភឿនបានបន្សល់ទុកឲ្យគាត់ហើយគាត់បានប្រាប់ឲ្យព្រានច័ន្ទពាក់ជាប់នៅនឹងកព្រោះវាអាចជួយការពារពពួកអមនុស្សបានមួយចំណែកផងដែរសូមអ្នកទាំងអស់គ្នាជប់តាមចង់កម្មពៀខ្ញុំទៀតទៅខ្ញុំពុំមានបំណងមុខយាយីទឹកដីរបស់អ្នកឡើយអោអ្នកមានគុណគ្រូបាអាចារ្យអើយសូមជួយឲ្យខ្ញុំរួចផុតពីសេចក្តីស្លាប់ផងចុះចំណោខ្យល់រាត្រីបក់មកយ៉ាងត្រជាក់រួមជាមួយនឹងភាពនឿយហត់អត់ងងុយអស់កម្លាំងផងព្រានច័ន្ទក៏បានសំងំសម្រាកលង់លក់ក្បែរគល់ឈើរហូតដល់ភ្លឺវេលាម៉ោង 5 ទៀតភ្លឺសត្វមាន់ព្រៃក៏ដូចជាសត្វអូតក៏បានស្រែកយំរងាវដើម្បីដាស់ទៅកាន់គ្នារបស់វាជាសញ្ញាបញ្ជាក់ថាផ្ទៃមេឃចាប់ផ្ដើមភ្លឺហើយកម្ដៅនៃពន្លឺព្រះអាទិត្យដែលបានចាំងជះមកលើផ្ទៃមុខរបស់ព្រានច័ន្ទបានធ្វើឲ្យគាត់ភ្ញាក់ពីដំណេកមកនិងបានឃើញសាកសពរបស់មិត្តគាត់ទាំងពីរនាក់ដេកស្លាប់យ៉ាងអាណោចអាធមនេះបញ្ជាក់ថាកាលពីយប់មិញគាត់បានវង្វេងវិលវល់ក្នុងដែនអាគមនិងពុំបានធ្វើដំណើរចាក់ចេញទៅណានោះឡើយដោយសារតែភាពភ័យខ្លាចនិងរឿងរ៉ាវដែលបានកាត់ឡើងកាលពីយប់ព្រានច័ន្ទបានស្ទុះរត់ត្រឡប់ទៅភូមិវិញដោយមិនបានយកសាកសពមិត្តរបស់គាត់ក៏ដូចជាកំភ្លើងទៅជាមួយឡើយលុះទៅដល់ភូមិវិញគាត់ក៏បានយករឿងរ៉ាវទាំងអស់នេះប្រាប់ទៅកាន់អ្នកភូមិហើយប្រពន្ធកូននិងសាច់ញាតិអ្នកដែលបានស្លាប់ម៉ៅកូនម្ដាយរបស់ឯងនៅផ្ទះដែរឬទេបាទពុកមាម្ដាយរបស់ខ្ញុំគាត់នៅខាងក្រៅផ្ទះពុកមាត្រឡប់មកវិញហើយចុះពុករបស់ខ្ញុំនៅឯណាមិនឃើញចាស់បងច័ន្ទទៅព្រៃត្រឡប់មកវិញលឿមលេះបងហើយពុកអាម៉ៅគាត់ឲ្យមកយកអ្វីមែនទេម៉ៅអើយឲ្យមាសុំទោសផងពុករបស់ម៉ៅបានស្លាប់ទៅហើយពុកអាម៉ៅគាត់ស្លាប់ហើយមែនទេនេះមិនមែនជាការពិតទេពេលនោះមីងសយបានដួលសន្លប់បាត់ស្មារតីទៅត្បិតតែគាត់មិនអាចទទួលយកនៅការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរបានរឿងរ៉ាវដ៏សាហាវមួយនេះបានលេចសាយល្បីល្បាញពាសពេញក្នុងភូមិនិងតំបន់ផ្សេងអ្នកភូមិដែលនៅតំបន់មួយនោះក៏ចាប់ផ្ដើមមានការបារម្ភព្រោះព្រៃមួយនោះពួកគាត់តែងតែចូលជាប្រចាំដើម្បីទៅស្វែងរកទឹកឃ្មុំនិងថ្នាំបុរាណក៏ដូចជាបរបាញ់សត្វជាដើមបើនៅទីនោះមានសត្វក្របីព្រាយដែលកាចសាហាវចូលមកឃុំគ្រងនិងចាំវាយប្រហារអ្នកភូមិច្បាស់ជាពួកគាត់បាត់បង់នៅប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារជាក់ជាមិនខានជំរាបសួរបងប្អូនអ្នកភូមិទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំមានកិច្ចប្រជុំដ៏សំខាន់មួយដែលបងប្អូនមួយចំនួនប្រហែលជាបានដឹងរួចមកហើយលោកមេភូមិតើពួកយើងត្រូវធ្វើយ៉ាងដូចម្តេចទៅខ្ញុំពិតជាបារម្ភនិងខ្លាចខ្លាំងណាស់បាទបងប្អូនខ្ញុំក៏ពុំទាន់មានមធ្យោបាយអ្វីឲ្យល្អប្រសើរដែរតែពេលនេះខ្ញុំសូមដាក់បំរាំកុំឲ្យអ្នកភូមិទាំងអស់ធ្វើដំណើរចូលទៅក្នុងព្រៃទៀតឡើយលោកមេភូមិប៉ុន្តែប្តីរបស់ខ្ញុំពេលនេះនៅក្នុងព្រៃនៅឡើយទេគាត់ធ្វើដូចម្តេចដឹងអំពីរឿងនេះទៅពេលនេះយើងមិនអាចនាំគ្នាចូលទៅក្នុងព្រៃបានទេព្រាយសត្វទាំងនោះនឹងរងចាំសម្លាប់មនុស្សគ្រប់គ្នាឥឡូវបងប្អូនត្រឡប់ទៅផ្ទះវិញសិនចុះរឿងនេះទុកឲ្យខ្ញុំជាអ្នកដោះស្រាយជាមួយព្រានច័ន្ទព្រោះគេជាអ្នកជួបប្រទះនៅហេតុការណ៍ផ្ទាល់ថ្លែងអំពីគ្រូអាគមម្នាក់ដែលជាព្រានព្រៃជើងចាស់យ៉ាងចំណាននិងជាអ្នកភូមិចំណូលថ្មីដែលទៅមករស់នៅក្នុងភូមិត្រពាំងធំនេះក្រោយពីគាត់បានដឹងអំពីរឿងរ៉ាវដែលអ្នកភូមិជាប់ខ្លួននៅក្នុងព្រៃនិងជាពិសេសរឿងរបស់ក្រុមចៅនិហានត្រូវបានសម្លាប់ថែមទាំងមានកំណប់ដែលបានបន្សល់ទុកនៅទីនោះទៀតផងមូលហេតុនេះហើយបានធ្វើឲ្យគាត់មានការចាប់អារម្មណ៍និងមានសេចក្តីលោភលន់នៅក្នុងខ្លួនណាមួយគាត់សំអាងថានីហានបានស្លាប់បាត់បង់ជីវិតទៅហើយលោកមេភូមិខ្ញុំអាចជួយទៅកាន់អ្នកភូមិបានតែខ្ញុំមិនអាចជួយដោយទទេបានទេបាទលោកគ្រូឲ្យតែអាចជួយទៅកាន់អ្នកភូមិបានខ្ញុំហ៊ានប្រគល់ទ្រព្យសម្បត្តិទាំងអស់ព្រោះពេលនេះអ្នកភូមិជាអាយុជីវិតរបស់ខ្ញុំទៅហើយ
ពពួកសត្វដែលមានវិញ្ញាណព្រាយកាន់សន្ធិដ្ឋអញ្ចឹងពេលវាបានសម្លាប់មនុស្សហើយវាច្បាស់ជីវៈនឹងការសម្លាប់មនុស្សបន្តទៀតខ្ញុំបារម្ភតែវាចូលមកវាប្រហារមនុស្សនៅក្នុងភូមិទៀតទេតើលោកគ្រូចង់ចាត់ការវាយ៉ាងដូចម្ដេចខ្ញុំអាចធ្វើជាជំនួយការជាមួយលោកគ្រូបានមិនអីទេខ្ញុំមិនចូលចិត្តធ្វើការងារមានគ្នាច្រើនឡើយប្រើត្រឹមតែគ្រាប់កាំភ្លើងមួយគ្រាប់ក៏អាចចាត់ការវាបានដែរខ្ញុំពិតជាអរគុណលោកគ្រូច្រើនណាស់តែសូមលោកគ្រូប្រយ័ត្នខ្លួនផងលុះវេលាព្រឹកឡើងគ្រូអាគមបានរៀបចំសម្ភារៈហើយធ្វើដំណើរចេញទៅដោយមិនបានឲ្យអ្នកភូមិណាម្នាក់បានដឹងពីគោលដៅរបស់គាត់នោះទេនៅពេលនោះមិនដឹងជាមានអ្វីដែលបណ្ដាលឲ្យគាត់អាចទៅស្វែងរកទីកន្លែងកប់កំណប់បានឃើញដោយងាយតាមមើលទៅប្រហែលជាវិញ្ញាណរបស់មេចៅនេះហាននោះហើយព្រោះគេក៏ចង់សាកល្បងជាមួយគ្រូអាគមម្នាក់នេះដែរពេលទៅដល់កន្លែងកប់កំណប់គាត់ក៏បានដឹងពីចំហាយនៃពពួកវិញ្ញាណដែលបានស្ថិតនៅទីនោះដើម្បីយាមកំណប់តែគាត់មិនមានការភ័យខ្លាចនោះឡើយព្រោះវាជាពេលថ្ងៃផងពួកវិញ្ញាណខ្មោចរបស់ចៅទាំងអស់នោះមិនមានអំណាចអាចចាត់ការមកកាន់គាត់បានឡើយឲ្យតែអញរកឃើញកំណប់នោះអញនឹងក្លាយជាសេដ្ឋីហើយនៅពេលយប់បានចូលមកដល់គ្រូអាគមបានឡើងទៅសម្រាកលើថ្នាក់ស្រាប់តែគាត់បានឃើញសត្វក្របីព្រៃមួយក្បាលដើរសម្ដៅមកកន្លែងគាត់សម្រាកនៅលើខ្នងរបស់សត្វក្របីមានបុរសម្នាក់អង្គុយបញ្ជាចំណែករូបរាងរបស់គេគ្រាន់តែបានឃើញភ្លាមក៏ស្គាល់ច្បាស់ថាជានាយហានដែរឆាប់ចុះមកសម្លាញ់បើឯងចង់បានទ្រព្យកំណប់នៅទីនេះមានកំណប់ច្រើនណាស់មិនអីទេយើងនឹងប្រមូលយកទៅទាំងអស់យកទាំងឯងទៅធ្វើជាបរិវារយើងទៀតផងនៅពេលដែលឃើញសត្វក្របីចូលមកភ្លាមគ្រូអាគមបានយកកំភ្លើងហើយដាក់នៅគ្រាប់អាគមដែលគាត់បានត្រៀមរួចរាល់នោះហើយបាញ់សម្ដៅទៅកាន់វាភ្លាមចំនួន2-3គ្រាប់សត្វក្របីក៏បានដួលក្រាំងទៅនឹងដីហាក់បីដូចជាស្លាប់បាត់បង់ជីវិតត្រឹមតែ2គ្រាប់សោះងាប់បាត់ទៅហើយពិតជាអន់មែនអាសត្វចង្រៃទុកឲ្យយើងច្រកឯងក្នុងថង់របស់យើងគ្រាន់តែគ្រូអាគមចុះមកដល់ខាងក្រោមថ្នាក់វិញភ្លាមរំពេចនោះស្រាប់តែសត្វក្របីបានស្ទុះឡើងវីប្រហារចាត់ការចាក់ទម្លុះករបស់គាត់ធ្លាយពីម្ខាងទៅម្ខាងហើយគ្រូវីក្រវត្តធ្វើឲ្យគ្រូអាគមប្រកាច់ស្លាប់នៅនឹងកន្លែង2-3ថ្ងៃបានកន្លងផុតទៅដោយពុំឃើញវត្តមានគ្រូអាគមត្រឡប់មកវិញព្រានច័ន្ទក៏បានធ្វើដំណើរទៅជួបលោកមេភូមិដើម្បីពិភាក្សារោគដំណោះស្រាយបន្តទៀតលោកមេភូមិ3ថ្ងៃកន្លងផុតទៅហើយមិនទាន់ឃើញគ្រូអាគមត្រឡប់មកវិញទេបាទខ្ញុំក៏បារម្ភពីអ្នកភូមិនិងគ្រូអាគមដូចគ្នាដែរពេលនេះយើងគួរតែរកគ្រូដនមកជួយហើយខ្ញុំគិតថាមានតែគាត់ទេអាចជួយពួកយើងបានខ្ញុំក៏គិតអញ្ចឹងដែរតែសម្លាញ់ដនគាត់រវល់ណាស់ណាមួយយើងទើបតែសុំគាត់ជួយកាលពីថ្មីនេះផងស្របពេលនោះស្រាប់តែលោកមេភូមិឃើញបុរស2នាក់កំពុងធ្វើដំណើរចូលមកកាន់ផ្ទះរបស់គាត់បុរសទាំង2នាក់នេះពុំមាននរណាក្រៅពីលោកទាំងពីររបស់យើងនោះឡើយលោកមេភូមិគ្រាន់តែឃើញសម្លាញ់ទាំង2នាក់ភ្លាមគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ព្រមទាំងនិយាយដោយភាពរអាក់រអួលទៀតផងអញ្ជើញសម្លាញ់ទាំងពីរអង្គុយលេងសិនមកអរគុណច្រើនណាស់សម្លាញ់ពួកខ្ញុំបានដឹងអំពីរឿងរ៉ាវនេះទុកលំបាករបស់របងរួចទៅហើយគ្រាន់តែពេលវេលាមិនទាន់ចូលមកដល់តែប៉ុណ្ណោះអញ្ចឹងតើលោកគ្រូត្រូវកម្ចាត់ព្រាយក្របីនោះយ៉ាងដូចម្តេចទៅនេះប្រហែលជាវាបានសម្លាប់គ្រូអាគមម្នាក់ទៀតទៅហើយបើយើងចង់ចាត់ការទៅកាន់សត្វក្របីមួយក្បាលនោះគឺយើងត្រូវប្រើប្រាស់កំភ្លើងរបស់និហានកំភ្លើងមួយដើមនោះគឺមានជាប់ជំពាក់ជាមួយនិហានច្រើនណាស់ហើយវាមានអានុភាពអាចសម្លាប់ទៅកាន់ព្រាយក្របីមួយក្បាលនោះបានប្រសិនបើយើងប្រើប្រាស់គ្រាប់កំភ្លើងផ្សេងគឺมันអាចយកឈ្នះទៅកាន់សត្វក្របីមួយក្បាលនោះបានទេលោកមេភូមិកំភ្លើងរបស់និហានត្រូវបានយកទៅកប់នៅក្រោយផ្ទះរបស់ខ្ញុំតោះអញ្ចឹងយើងឆាប់ទៅគាស់រកកំភ្លើងនោះទៅ
ក្រោយពីគាត់យកកំភ្លើងមួយដើមនោះរួចហើយទាំងពីរបានពិនិត្យនិងសង្កេតឃើញថាវាគឺជាកំភ្លើងដែលមានអានុភាពខ្លាំងណាស់នៅលើដងកំភ្លើងត្រូវបានរុំស្រោបទៅដោយបន្ទះកថាហើយថែមទាំងមានចាយ័ន្តនៅបាលីគាថាជាច្រើនសូម្បីតែនៅចុងកំភ្លើងក៏មានចងនៅអំបោះក្រហមជាច្រើនសរសៃប៉ុន្តែវាពុំមាននៅសេសសល់គ្រាប់នោះឡើយកំភ្លើងមួយដើមនេះពុំមានសល់គ្រាប់នោះទេតើយើងអាចចាត់ការទៅកាន់ព្រាយក្របីថ្ងៃនេះបានទេសម្លាញ់តើយើងអាចប្រើប្រាស់គ្រាប់កំភ្លើងផ្សេងជំនួសបានឬទេមិនបានទេមិនមានអានុភាពនោះទេមានតែវិធីម្យ៉ាងគត់ពួកយើងត្រូវចូលទៅក្នុងព្រៃហើយត្រូវទៅគាស់យកឆ្អឹងរបស់នីហានយកមកធ្វើពិធីបញ្ចុះបូជាជាមួយគ្រាប់អាគមលុះស្អែកឡើងពេលព្រឹកពួកគាត់ក៏នាំគ្នាធ្វើដំណើរចូលទៅក្នុងព្រៃទាំង3នាក់តែម្ដងជាសំណាងល្អណាមួយធម្មជាតិជួយទៅកាន់ពួកគាត់ផងដោយសារតែពួកគាត់គឺជាមនុស្សល្អស្រាប់នោះពួកគាត់ក៏អាចរកឃើញពីទីកន្លែងមួយនោះហើយព្រមទាំងអាចរកឃើញឆ្អឹងរបស់នាហានផងដែរហើយដននិងភឿនក៏បាននាំគ្នារៀបចំពិធីទាំងពីរនាក់ដើម្បីប្រសិទ្ធិទៅកាន់គ្រាប់អាគមឲ្យកាន់តែមានអានុភាពខ្លាំងពូកែឡើងតើពេលណាទើបពួកយើងអាចចាត់ការទៅកាន់ព្រាយក្របីមួយក្បាលនោះបានពួកយើងត្រូវរងចាំរហូតដល់ខែខ្នាតសិនទើបអាចធ្វើដំណើរចូលទៅប្រមាញ់វាបានសម្លាញ់ដឹងទេនៅខែខ្នើតពពួកខ្មោចព្រាយបិសាចក៏ដូចជាពពួកសត្វព្រាយវាមិនសូវមានអំណាចខ្លាំងពូកែដូចនៅក្នុងខែងងឹតនោះឡើយនេះគឺជាពេលវេលាល្អសម្រាប់ពួកយើងហើយវេលាក៏បានកន្លងផុតទៅយ៉ាងឆាប់រហ័សលុះដល់ថ្ងៃកំណត់ទាំងពីរក៏បានធ្វើដំណើរចូលទៅក្នុងព្រៃត្រង់ចំណុចតំបន់ច្រាបព្រៃដែលមានព្រាយក្របីចាំនៅវាយប្រហារជានិច្ចនាពេលនោះមេភូមិគាត់ក៏បានសុំទៅជាមួយដែរតែពួកគាត់ទាំងពីរនាក់មិនយល់ព្រមឲ្យទៅជាមួយនោះទេព្រោះខ្លាចមានគ្រោះថ្នាក់ពេលទៅដល់ដោយសារតែមានភ្នាក់ចាស់នៅទីនោះស្រាប់ទាំងពីរក៏នាំគ្នាសម្រាកនៅលើទីនោះតែម្ដងភឿននៅទីនេះពិតជាពោពេញទៅដោយចំហាយបិសាចខ្លាំងណាស់មែនហើយសម្លាញ់តំបន់ច្រាបបែបនេះអាចនឹងមានព្រាយដែលចងដោយអាគមទៀតផងសម្លាញ់វាបង្ហាញខ្លួនហើយយើងទើបតែមកដល់សោះវាចង់ចាត់ការយើងទៅហើយមិនអីទេទុកឲ្យខ្ញុំជាអ្នកលេងជាមួយវាព្រាយក្របីចង្រៃព្រាយក្របីមួយក្បាលនេះវាបានញៀនក្នុងការសម្លាប់ទៅកាន់មនុស្សជាខ្លាំងជាពិសេសគឺគ្រូអាគមតែម្ដងកាលណាវាបានសម្លាប់កាន់តែច្រើនហើយជាអ្នកខ្លាំងពូកែថែមទៀតនោះវានឹងធ្វើឲ្យវាកាន់តែមានអំណាចហើយមិនមាននរណាម្នាក់អាចយកឈ្នះទៅកាន់វាបានឡើយម្ដងនេះដោយសារតែវាគិតថាទាំងពីរក៏ដូចជាគ្រូអាគមផ្សេងទៀតដែរដូច្នេះហើយវាមិនមានការប្រុងប្រយ័ត្នជាមួយពួកគាត់នោះឡើយម្យ៉ាងទៀតព្រាយក្របីនេះវាមិនបានដឹងទេថាទាំងពីរមានគ្រាប់អាគមដែលមានអំណាចអាចសម្លាប់ទៅកាន់វាបាននោះទេនៅលើខ្នងព្រាយក្របីនេះមិនមានវិញ្ញាណបញ្ជាវាទេតែមិនមែនជាព្រាយក្របីដែលយើងតាមរកទៅសម្លាញ់ទាល់តែសាកល្បងសិនទៅបានដឹងសម្លាញ់មើលទៅវាពិតជាមានអានុភាពខ្លាំងណាស់នៅក្នុងពេលនោះព្រាយក្របីបានស្ទុះបោលចូលមកហើយក៏បានលើកកំភ្លើងរបស់គាត់បាញ់សម្លាប់ទៅកាន់វាគ្រាប់កំភ្លើងរបស់គាត់ក៏បានបាញ់ចំទៅលើដងខ្លួនរបស់វាមួយចំនួនអ្វីបិទតែបែបនេះក៏ពិតមែនព្រាយក្របីវាហាក់ដូចជាមិនមានរបួសស្នាមនិងថមថយកម្លាំងទាល់តែសោះហេតុអ្វីគ្រាប់កំភ្លើងបញ្ចុះអាគមរបស់យើងមិនអាចធ្វើអ្វីទៅកាន់វាបានទាល់តែសោះមិនបានទេបើបន្តបែបនេះទៀតពួកយើងប្រកាសជាធ្លាក់ទៅខាងក្រោមជាក់ជាមិនខានភឿនគាត់បានព្យាយាមសង្កេតមើលដើម្បីរកចំណុចខ្សោយរបស់ព្រាយក្របីនៅពេលនោះស្រាប់តែគាត់ក្រឡេកឃើញមានពន្លឺពណ៌ខៀវនៅលើក្បាលរបស់ព្រាយក្របីគាត់ក៏បានដឹងភ្លាមថាកន្លែងពន្លឺពណ៌ខៀវនេះហើយដែលវិញ្ញាណរបស់នេហានបានស្ថិតនៅសម្លាញ់ដនបាញ់ឲ្យចំពន្លឺពណ៌ខៀវនៅលើក្បាលរបស់វាទៅបានសម្លាញ់
តែខ្ញុំបាញ់មិនត្រូវទាល់តែសោះយើងចិត្តអស់គ្រាប់ហើយពេលនោះអ៊ំដនបានដកយកនៅចង្កូមខ្លាមួយចេញពីក្នុងថង់យាមមកចង្កូមខ្លាមួយនោះគឺហ៊ុំព័ទ្ធទៅដោយអំបោះជាច្រើនបន្ទាប់មកគាត់ក៏បានស្រាយវាចេញរួចក៏បានសូត្រផ្លុំលើកវាឡើងទៅលើចុះឡើងពីរបីដងនិងបានបោះវាចុះមកខាងក្រោមបន្ទាប់មកមានសត្វព្រាយខ្លាមួយក្បាលបានលេចឡើងចំពោះមុខព្រាយក្របីសត្វក្របីនៅពេលដែលវាបានឃើញទៅកាន់សត្វខ្លាវាក៏ស្រឡាំងកាំងមួយផ្លែតឃើញឱកាសល្អអ៊ំដនបានបាញ់មួយគ្រាប់ចំចំណុចដែលមានពន្លឺពណ៌ខៀវសត្វព្រាយក្របីមួយក្បាលនោះក៏បានប្រកាច់ងាប់នៅនឹងដីភ្លាមបន្ទាប់មកពួកគាត់ទាំងពីរនាក់ក៏នាំគ្នាចូលទៅសម្រាកដើម្បីយកកម្លាំងធ្វើដំណើរត្រឡប់ចូលទៅក្នុងភូមិស្រុកវិញតំបន់នេះយើងមិនអាចឲ្យមានអ្នកភូមិអាចចូលមុខដល់និងដឹងអំពីរឿងកំណប់ទៀតឡើយពិតណាស់កំណប់នេះពិតជាសម្លាប់មនុស្សអស់ច្រើនណាស់មុននឹងចេញធ្វើដំណើរទៅគាត់ក៏បានចងព្រៃនៅបរិវេណមួយនោះដើម្បីកុំឲ្យមានមនុស្សចូលទៅរកកំណប់ហើយត្រូវបានម្ចាស់ដែលគេថែរក្សានៅទីនោះធ្វើបាបពួកគាត់ក៏បានត្រឡប់ចូលទៅក្នុងភូមិវិញហើយក៏បានយកនៅដំណើររឿងសពគ្រប់បែបយ៉ាងប្រាប់ទៅកាន់លោកអ៊ុំមេភូមិសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់សូមអរគុណប្រិយមិត្តទាំងអស់ដែលបានទស្សនាសាច់រឿងរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ